ថៃជំលះពលរដ្ឋជាង500នាក់ជាបន្ទាន់ក្រោយមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកនៅជាប់ព្រំដែនប្រិមិត្តជាទីគោរពនិងជាទីមេត្រីសារព័ត៌មានថៃកៅសុតបានចុះផ្សាយនៅថ្ងៃទី3ខែមិថុនាឆ្នាំ2025នេះថាឈានមកដល់ថ្ងៃនេះស្ថានភាពនៅតាមបណ្ដោយព្រំដែនថៃមីយ៉ាន់ម៉ានៅតែស្ថិតនៅក្នុងស្ថានភាពតានតឹងជាពិសេសនៅចំណុចស្រុកភុបប្រាខេត្តតាដោយសារតែមានការផ្ទុះអាវុធរវាងក្រុមកងទ័ពរំដោះជាតិការ៉េនហៅកាត់ថា KNLA ជាមួយនឹងទាហានភូមាដែលនាំឲ្យអ្នកភូមិរាប់រយនាក់រត់ភៀសខ្លួនចេញពីប្រទេសសម្បែងនិងតម្រូវឲ្យភាគីថៃត្រូវតែឃ្លាំមើលជាប់ជានិច្ច24ម៉ោងដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់អធិបតេយ្យភាពរបស់ខ្លួនបាទបងប្អូនប្រិមិត្តចឹងមកដល់ពេលនេះគឺប្រទេសថៃគឺកំពុងតែមានការផ្ទុះអាវុធជាមួយនឹងប្រទេសជិតខាងរបស់ខ្លួនគឺជាមួយនឹងមីយ៉ាន់ម៉ាដោយកម្ពុជាពេលនេះក៏កំពុងតែមានចំនួនជាមួយនឹងថៃផងដែរពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនរហូតទៅដល់ការផ្ទុះអាវុធបានបណ្ដាលឲ្យទាហានខ្មែរម្នាក់បានបាត់បង់ជីវិតផងដែរដូច្នេះបងប្អូនបើចង់បានព័ត៌មានថ្មីៗនៅក្នុងដៃសូមកុំភ្លេចចុចពាក្យជាវឬ Subscribe ដើម្បីទទួលបានព័ត៌មានជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា